បាទរៀបរួមមកបងប្អូនអរគ្នាខ្ញុំបាទឈ្មោះហើយសាស្ត្រនេះជាបម្រើសេវាកម្មចាំហាងគ្រូតាស៊ីនទូចហេតុតែវិទ្យាបាទនេះគឺខ្ញុំមកនិយាយពីបញ្ហាប្រឈមបាទនៅក្នុងខែភាសានេះគឺមានពីរចំណុចបាទទី1គឺបញ្ហាជាប់ហង្សបាទទី2គឺបញ្ហាលិចទឹកបាទទី1គឺខ្ញុំនឹងមកណែនាំបាទនិយាយអំពីបច្ចេកទេសនៃការប្រើប្រាស់ទៅលើLock-in Free ដែលបងប្អូនតែងតែនិយាយថាកបតាប្រើប្រាស់នៅពេលដែលជាប់ហង្សបាទអញ្ចឹងខ្ញុំខាត់ពេលវេលាយូរបងប្អូនមកទស្សនាទាំងអស់គ្នាបាទជំហានដំបូងបាទមុនដែលពុកម៉ែបងប្អូនធ្វើការប្រើប្រាស់ជាន់ Lock-in Free បាទទី1គឺពុកម៉ែបងប្អូនធ្វើការជាន់អង្គយ៉ាបាទទី2យើងធ្វើការជាន់ហើយ Lock-in Free ដោយកែងជើងបាទបន្តមកទៀតគឺយើងធ្វើការប្រើលេខដើកបាទលេខទៅទីបំផុតហើយទី2គឺដាក់លេខ1ហើយយើងធ្វើការបលេងអង្គយ៉ាដោយមិនប្រើ4ចំពោតគឺក៏យើងប្រើរាជាន់បន្ថែមទេគឺទម្លាក់ក្រងទីបំផុតហើយយើងធ្វើការបលេងអង្គយ៉ាទៅគឺវានឹងទៅដោយស្វ័យប្រវត្តិលក្ខខណ្ឌនៃការប្រើប្រាស់យើងអាចប្រើលេខទំសាយបានទេបាទយើងប្រើបានតែលេខដើកទេពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនប្រើលេខទំសាយវិញប្រើបានដូចគ្នាក៏ប៉ុន្តែវាប្រឈមនឹងជួបបញ្ហាធំគឺវាអាចហើយបែកស្ពឺបោកលេខឬក៏បែកគឺវាមានបញ្ហាទៅដល់ប្រព័ន្ធផ្សេងៗដែលយើងអាចប្រើលេខទូរស័ព្ទគឺលេខពុះបាទអញ្ចឹងបើសិនជាយើងប្រើ4ជុំទៀតគឺអាចអូសរួចទេលេខទូរស័ព្ទគឺអាចនឹងរលត់ម៉ាស៊ីនដោយសារប្រវត្តិតែបើសិនជាពុកម៉ែបងប្អូនជន់ជាខ្លាំងគឺអាចប៉ះពាល់ដល់អកលេខបាទក្នុងខអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណសូមជម្រាបលា